សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនណាខ្លះដែលចង់លុប page ចោលតែរកកន្លែងលុបអត់ទាន់ឃើញហើយអត់ចេះលុបអញ្ចឹងកុំឲ្យខាតពេលថ្ងៃនេះខ្ញុំមកបង្រៀនមកប្រាប់បងប្អូនពីរបៀបលុប page ចោលដែល page នោះបងប្អូនអត់ប្រើគិតថាច្រើនពេកអញ្ចឹងយើងលុបវាចោលបាទអញ្ចឹងកុំឲ្យខាតពេលបងប្អូនមកកន្លែង Facebook មក Facebook ដែលបង្កើត page នោះណាចូលមកបងប្អូនមករកត្រី3ខាងលើនេះបន្ទាប់មកបងប្អូនយកពាក្យថា page បាទយក page ហើយនេះគឺជា page ទាំងអស់ដែលបង្កើតដោយ account Facebook របស់យើងបានថា account Facebook របស់យើងជា admin របស់ page ទាំងអស់ហ្នឹងអញ្ចឹងបងប្អូនរើស page ណាមួយដែលបងប្អូនចង់លុបអញ្ចឹងខ្ញុំយក page នេះដើម្បីជាឧទាហរណ៍អូខេពេលដែលចូលចឹងហើយគឺលោតវាលោតពាក្យថា switch នេះបាទបងប្អូនចុចពាក្យហ្នឹងមកដើម្បីចូលទៅក្នុង page ហ្នឹងអូខេវាចូលហើយបាទភាសាអ៊ីនធឺណិតរបស់ខ្ញុំរៀង slow បន្តិចបាទអូខេនៅពេលដែលចូលចឹងហើយបងប្អូនចុចពាក្យនេះមកនេះត្រី3នេះមកមិនមែនពាក្យនេះគឺសញ្ញាត្រី3នៅចែងខាងលើនេះបាទបងប្អូនចុចមកបន្ទាប់ពីចុចហើយបងប្អូនមករកពាក្យថា setting បងប្អូនអស់ឡើងលើជិះមកនេះបាទបងប្អូនរកពាក្យថា setting and privacy នេះបាទនៅពេលហើយចូលហើយបងប្អូនរកពាក្យ setting ទៀតបាទនៅខាងលើនេះបាទនេះបងប្អូនចុចពាក្យ setting ខាងហ្នឹងហើយបាទបងប្អូនមករកពាក្យថា chosen នេះបងប្អូនរកពាក្យ access your information នេះ access and control បាទនេះចាំខ្ញុំអស់ឲ្យបងប្អូនមើលបាទនេះពាក្យថា access and control នេះបាទវាលោតមកដល់កន្លែងនេះបងប្អូនមើលទៅបាទគឺមានពាក្យថា deactivate page unpublish page delete page បាទអញ្ចឹងបងប្អូនចុចពាក្យ delete page ហ្នឹងមកបាទចុច tick លើវាចឹងមកហើយចុច continue នៅពេលដែល continue ហើយបាទបងប្អូនមានឃើញគេសរសេរមក 3-4 ជួរនេះបាទហ្នឹងគឺជាហេតុផលដែលគេចង់សួរបងប្អូនថាតើហេតុអ្វីបានបងប្អូនចង់លុប page ហ្នឹងអញ្ចឹងវាមានច្រើនហេតុផលមាននេះ spend too much time on Facebook page បាទយើងចំណាយពេលវេលាច្រើនលើ Facebook ចឹងយើងចង់លុបចោលបាទគេគ្រាន់តែបងប្អូនអាចជ្រើសអាណាក៏បានដែរតាមទៅចិត្តthis page was hacked បាទគេ hack ហើយបន្ទាប់មក I don't feel safe on Facebook page on Facebook នេះបងប្អូនយកលើគេមកក៏បានដែរបងប្អូនបាទយកលើមកអូខេបន្ទាប់ពីយកពាក្យហ្នឹងហើយបងប្អូនចុចពាក្យថា continue នេះ continue នេះបាទអូខេមកដល់កន្លែងនេះគេសួរយើងថាតើបងប្អូនចង់ save ឬមួយចង់អីព័ត៌មាននៅក្នុង page ដែលយើងបានផុសនឹងដែរឬអត់ហើយខាងក្រោមនេះគឺបងប្អូន download ព័ត៌មានរបស់ page បានថានៅពេលដែលបងប្អូនលុបទៅនេះមានចំនួនបងប្អូនផុសរូប2សន្លឹក49ផុសនេះគឺវា save ឲ្យវា download ទុកជាឯកសារអញ្ចឹងបើបងប្អូនចាំបាច់បងប្អូនចុចពាក្យ download info នេះ information ហ្នឹងមកតែបើអត់ទេបងប្អូនបាច់ទេចុច continue មកទៅអូខេនៅពេលដែលចុច continue ហើយគឺវា load មកបែបនេះបានន័យថាឲ្យទាមទារឲ្យយើងដាក់ password Facebook ជា admin page ហ្នឹងអញ្ចឹងយើងដាក់មកអូខេខ្ញុំសូមដាក់ password Facebook ហ្នឹងហើយអូខេនៅពេលដែលយើងបញ្ចូល password នឹងវាត្រូវហើយគឺវា load ចឹងហើយបាទអញ្ចឹងបងប្អូនចុចពាក្យ delete page នេះមកបាទ
ប៉ុន្តែកុំភ្លេចអានព័ត៌មាននេះសិនណាបងប្អូនណានេះបើបងប្អូនណាចេះអង់គ្លេសក៏អានយល់ទៅបងប្អូនណាមិនចេះអង់គ្លេសបានន័យថាវារយៈពេល30ថ្ងៃគេទុកពេលឲ្យយើង30ថ្ងៃមួយខែនៅពេលដែលយើងចង់ recover page ទាំងមកវិញឬមួយមានបញ្ហាអីព័ត៌មានអីផ្សេងៗដែលយើងចង់យក page ទាំងមកវិញបងប្អូនអាចស្នើសុំក្រុមហ៊ុន Facebook ឲ្យគេបើកឡើងវិញបានបាទក្នុងរយៈពេលមួយខែហ្នឹងតែបើអត់ទេគឺក្រុមហ៊ុនលុបដោយស្វ័យប្រវត្តិហើយបាទអូខេអញ្ចឹងខ្ញុំអត់អីទេខ្ញុំលុបហើយអូខេវាកំពុងតែដំណើរការហើយបាទទៅហើយអញ្ចឹងនៅពេលដែលវាលុបហើយគឺវា load មកចូល account Facebook របស់យើងវិញហើយណាបងប្អូនណាបាទតែប៉ុណ្្នឹងទេគឺចប់ហើយអញ្ចឹងបងប្អូនចាំមើលមួយខែក្រោយបងប្អូន search រក page ហ្នឹងមើលតើឃើញដែរឬអត់បាទអញ្ចឹងវីដេអូរបស់យើងក្នុងការលុប page ចោលគឺចប់ហើយមានតែប៉ុណ្្នឹងទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ